ហើយសម្រាប់សមាសធាតុសំខាន់ដែលបងប្អូនមិនគួររំលងក្នុងការបាញ់បំពន់ទាញយកក្តាប់នៅពេលដែលផ្កាចន្ទិបងប្អូនចាប់ដើមរិចទី1ហ្នឹងគឺខ្វះមិនបានគឺពពុះបូរុនហើយទី2គឺពពុះសារ៉ាយសមុទ្រទី3ពពុះអាមីណូអាស៊ីតទី4ពពុះម៉ាញ៉េស្យូមកាល់ស្យូមហើយនឹងស័ង្កសីហើយនឹងពពុះមីក្រូធាតុតូចបន្ថែមទៀតដើម្បីអីដើម្បីជំរុញឲ្យចន្ទិរបស់យើងការបញ្ចេញក្តាប់នេះគឺឆាប់បានចេញមកទី1ទី2ក្តាប់ចេញបានច្រើនទី3គឺជួយឲ្យសម្បល់ក្របចន្ទិរបស់យើងនឹងគឺភ្លឺថ្លាហើយទៅនឹងសភាពក្តាប់គឺក្តាប់ដាក់សាច់ណែនក្របធំធម្មតាបងប្អូនតែក្របធំគឺវាមានទម្ងន់ធ្ងន់ហើយអញ្ចឹងសម្រាប់ដំណាក់កាលបាញ់ទាញយកក្តាប់នៅពេលដែលផ្កាចន្ទិរបស់យើងចាប់ផ្ដើមមានស្រស់ឬក៏ផ្កាចន្ទិចាប់ផ្ដើមរិច20ទៅ30%ហើយគឺបងប្អូនអាចបាញ់ឈុតទាញក្តាប់បានហើយដើម្បីអីដើម្បីឲ្យផ្កាឆាប់ទម្លាក់ទៅជាក្តាប់បើសិនជាបងប្អូនបណ្តែតបណ្ដោយយូរផ្កានឹងវាអាចនឹងមានបញ្ហាជាមួយនឹងអាកាសធាតុឬក៏បញ្ហាសត្វល្អិតចូលអញ្ចឹងវានឹងបំផ្លាញផ្កាចន្ទិបងប្អូនអត់បានក្តាប់ទេអញ្ចឹងសម្រាប់បងប្អូនដែលទស្សនាវីដេអូនេះបើសិនជាមានចម្ងល់ចង់សួរនាំខ្ញុំបន្ថែមពីបញ្ហាចន្ទិអាចខមមិនសួរនាំនៅក្នុងនេះបានបាទហើយបើសិនជាចូលចិត្តសូមជួយ like ឲ្យវីដេអូម្នាក់មួយផងបាទសូមអរគុណ